កម្រិតប៉ុណ្នេះប្រហែលជាមិនអាចទៅជាមួយនឹងកបីប្រេរួចបាទអញ្ចឹងកំពុងមានហ្នឹងពីស្ថានយោទៀតដែរព្រោះគាត់នៅខ្វះខាតអីណាមិនទាន់ធ្វើរួចអូបាទខ្ញុំជឿបាទជំរាបសួរគ្រូផាលីបាទជំរាបសួរបាទថ្ងៃនេះថ្ងៃអីគ្រូថ្ងៃដូចជាថ្ងៃផុសហ្នឹងថ្ងៃផុសហ៎អូចឹងស្អែកហ្នឹងកបីដូចជាមានកម្មវិធីធំដែរណាត្រូវហើយបាទកបីត្រាំកំប៉ុងនេះបាទត្រាំកំប៉ុងមាសគ្រូមាសសុតអត់ទេណាតសុំបីមើលដែរណាសុំបីមើលហើយបើកបីបាននេះគេបានមើលគ្រូបាទបើកបីមិនបានប៉ុន្តែខ្ញុំជឿថាកបីបានទេនេះជឿខ្ញុំជឿមូលហេតុអីគ្រូខ្ញុំមើលកលាគាត់ទៅប្រហែលហ្នឹងបើតែគាត់ពុះជាងមែនតែគាត់ស្ដៅជាងកបីស្ដៅជាងបីក្រាស់ល្អបាទកបីទៀតជាងមែនតែកបីក្រាស់ល្អបាទកបីលើកនេះប្រហែលអាចជាប្រើស្នែងសម្រិតបាទអត់មានបាច់ចាំបើដេញវត្តនេះក៏រីកមកពីចិនអញ្ចឹងណាបាច់ចាំគោលមកពីអីណែអញ្ចឹងណាបាច់ចាំប្រើដល់ស្នែងមាសគ្រូខ្ញុំសម្រិតបានទេប្រើស្នែងសម្រិតបានទេមើលទៅបាទដូចជាអេដមីនដូចជាមានម្នាក់ដែលជាដៃគូរបស់ទូចឌីវីតបាទធ្លាប់ឈ្នះទូចឌីវីត2ដងខ្ញុំចាប់អារម្មណ៍ដែរទូចឌីវីត2ដងហ្នឹងប៉ុន្តែជ្រើទី1នៅប្រទេសគាត់គឺ Kickboxing បាទ Kickboxing គឺឈ្នះស្លប់មកទី2ដូចជាមិនស្លប់ទេបាយគុណខ្មែរឈ្នះតែបន្ទុកឈ្នះបន្ទុកនៅសង្វៀនវើ8ទិសណាបាទ8ទិសយើងមើលការគាត់បាយនៅចិនមួយទូចឌីវីតឃើញគាត់ល្អចេញចូលលឿនហើយមិនល្អណាដល់ពេលបាយក្រោយរៀងអត់សិនមានស្ទុំបាយណាទេអញ្ចឹងបើសិនបើថាបាយគាត់បាយប្រហែលដូចនៅមកបាយនៅកម្ពុជាណាបាទអត់ឈ្នះកបីព្រៃទេអត់ឈ្នះទេបាទតាណាទៅមិនរួចនឹងកបីព្រៃទេកបីព្រៃវាយតន់ទេក៏មែនតែបើគេលឿនហើយគេវាយធ្ងន់ដែរសម្រាប់បទពិសោធន៍កបីព្រៃឆ្លងសង្វៀនគូដែលបែបចឹងច្រើនដែលគោះជាងហើយគេលឿនចឹងណាបាទខ្ញុំជឿថាកបីព្រៃអាចបដូរបានព្រោះជាបទពិសោធន៍របស់កបីព្រៃមានរួចហើយបាទកន្លងមកលោកគ្រូថាបទពិសោធន៍លោកគ្រូធ្លាប់ឃើញប៉ះជាមួយកីឡាករខាងណាដូចជាតៃម៉ូមួយឧទាហរណ៍តៃម៉ូហ្នឹងមិនកីឡាស្រុកល្បីបងបាទតៃម៉ូហើយសុកធីគេធំជាងតិចទៀតធំជាងតិចលោដោយមួយសុកធីដូចសុកធីទៅបរៀនចឹងបាទគាត់បានដកស្រង់បទពិសោធន៍មួយនឹងសុកធីហើយអញ្ចឹងកម្រិតប៉ុណ្នេះប្រហែលជាមិនអាចទៅជាមួយនឹងកបីព្រៃរួចបាទអញ្ចឹងកំពុងមានហ្នឹងពីស្ថានយោទៀតដែរព្រោះគាត់នៅខ្វះខាតអីណាមិនទាន់ធ្វើរួចបាទខ្ញុំជឿថាកបីព្រៃអាចយកកំប៉ុងដើម្បីសម្រាប់គោលដៅគ្រូបាទគោលដៅគ្រូអេអញ្ចឹងវាសាច់រឿងល្អណាគ្រូបាទខ្ញុំអត់វិភាគអីច្រើនទេគូនេះខ្ញុំឆ្លាញ់3 100%វាមិនដែលឲ្យ60 40អីណាមិនបាច់ទេ 100% បន្ទោស100% ប៉ុន្មានកំប៉ុងមាសអញ្ចឹងមានន័យថាសរុបរួមមកបីព្រៃអាចយកកំប៉ុងមាសសម្រាប់គោលដៅគ្រូនេះបាទប្រឹងប្រែងដើម្បីគោលដៅគ្រូអូខេថ្ងៃអត់ដែលឃើញគ្រូតអូនទេណាបាទថ្ងៃនេះខ្ញុំឃើញគូឆ្នាំត្អូនដែរគ្រូខ្ញុំឃើញវីដេអូដែរខ្ញុំឃើញគាត់ដូចយិនហើយប្រឹងវិញខ្ញុំអូនទៅឃើញយ៉ាចេះត្អូនដែរអញ្ចឹងបីព្រៃវគ្គហ្នឹងផ្ដាច់យកហ្មងទៅឯកឆានកំប៉ុងមាសមកយកហ្មងទៅអញ្ចឹងជាធម្មតាយើងធ្លាប់ឃើញរត់ដងបន្ថែមតិចចុះគ្រូតែមួយប្រកួតអីទេអស់យ៉ាងពីរប្រកួតតែខានឃើញអាពីរប្រកួតហ្នឹងបែបហ្វមមែនអីធុកយូរហើយដោយសារជើងខ្លាំងគេវាយតែមកប្រកួតយករង្វាន់ឬក៏យកខ្សែក្បាត់តែម្ដងតែលើកនេះបើសិនជាលុះតាតែបានកំប៉ុងមាសហ្នឹងលុះតា3ប្រកួតណាគ្រូអញ្ចឹងហ៎បាទ3ប្រកួត8មែន8មែនបាទចឹងការងារនេះធ្ងន់ណាការងារធ្ងន់បាទមិនស្រាលទេព្រៃអញ្ចឹងមិនថាចង់សម្រេចគោលធម្មតាយើងបង្កើតគោលបំណងមួយវាមិនអាចមកផ្លេតបានដូចចិត្តយើងណាបាទអញ្ចឹងយើងត្រូវព្យាយាមទៅកំប៉ុងមាសមានតម្លៃបាទដាក់ព្រៀមពុកបានព្រៀមយើងខ្ញុំជឿថាมันមានតម្លៃតែបើថាដូចចឹងដូចកម្មវិធីគេរៀបចំឡើងមកអញ្ចឹងអាហ្នឹងធ្វើឲ្យមានការ3ប្រកួតបានកំប៉ុងមាសអាហ្នឹងអូខេល្អបាទសេចក្តីព្យាយាមនៅត្រង់ណាសេចក្តីសម្រេចនៅត្រង់ហ្នឹងដូចគ្នាបាទអរគុណច្រើនបាទ